នាងខ្ញុំឈរលេងនៅមុខបន្ទប់ការងារសុកក៏ឃើញមានត្រួយតបាយចឹងទេក៏លោកដៃបេះ4 ទៅ 5ត្រួយដោយសារតែលើតែចាស់ក៏និយាយថាវាជួយកាត់បន្ថយការរលាកកាពះពោះវៀនកម្ចាត់ក្លិនមាត់មិនល្អប្រឆាំងជំងឺមហារីកកម្ចាត់បាក់តេរីនិងប៉ារ៉ាស៊ីតនៅក្នុងរាងកាយកាត់បន្ថយផ្ដាសាយកម្ចាត់ជាតិខ្លាញ់កាត់បន្ថយការឈឺចាប់ពេលមករដូវឥឡូវនេះនាងខ្ញុំឆុងទឹកតែរួចហើយនេះចានៅពេលដែលនាងខ្ញុំត្រឡប់មកពីកន្លែងការងារវិញគឺថាត្រឡប់ពុកបាក់តែជាមួយនឹងការរៀបចំធ្វើបបរគ្រប់គ្រឿងអស់ឌីវ៉ាហើយបន្លែជាចម្បងនៅពេលនេះគឺនាងខ្ញុំជ្រើសរើសយកផ្លែល្ពៅដោយសារតែផ្លែល្ពៅគឺវាផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាពនៅក្នុងផ្លែល្ពៅគឺវាសម្បូរទៅដោយវីតាមីនច្រើនហើយវាជួយបង្កើនភាពស៊ាំនៅក្នុងរាងកាយល្អសម្រាប់បេះដូងកាត់បន្ថយជំងឺមហារីកកាត់បន្ថយជំងឺទឹកនោមផ្អែមហើយក៏ធ្វើឲ្យអូនងាយស្រួលក្នុងការបត់ជើងផងដែរក៏ឆ្អិនភ្លាមដួសដាក់ចានភ្លាមញ៉ាំខ្វាច់អត់មានចាំយូរទៅហេវពេកអង្គមីងតោះពិសាជាមួយខ្ញុំចាពីម្សិលមិញគឺឌីវីតបានយកកដាលទ្ធផលប្រឡងរបស់គាត់បានពិន្ទុ99បាននីតិ A ហើយថ្ងៃនេះមុនទៅសាលាគឺគាត់ឆែកមើលការងារគាត់សិននៅម៉ោងសម្រាប់ថ្ងៃត្រង់ baby កេងលក់បាត់អញ្ចឹងអត់ដឹងថាលេងជាមួយអ្នកណាទេឥឡូវទាញកែវគ្រាប់ជីយកមកដាក់ត្រាំសិនអង្គមីងជើងផ្សារគ្រាប់ជីជាមួយនាងខ្ញុំអត់បើថាភាសានាងខ្ញុំដាក់ត្រាំមកច្រើនកំពុងតែឃ្លានផងពេលអាសៀលនឹងថាញ៉ាំអីគេមានអីជីតាមផ្លូវមកដល់ឃើញមានអតេសចេកអាំងអំពុំមួយអូយតែបានពីចកៈដូចរកអបតេសចក្រានហ្គាអូយដូចហំហានអញ្ចឹងចាហើយមកដល់ផ្ទះនឹងគឺថាអត់ត្រង់ចាំយូរទេដាក់វឹបតែម្ដងចាឆ្ងាញ់ណាស់ស្រួយក្រៅទុនក្នុងអ៊ូមីងហាមាត់មើលលោកធំពីរអ្នកហ្នឹងអំពុំមីងចាអាងតែគាត់រៀនបកែបើអត់បច្ចុកបាយទេគឺថាដឹងឲ្យញ៉ាំបានតិចហើយតែបើបច្ចុកគឺញ៉ាំបានអស់ច្រើនអំពុំមីងហើយហាមលេបទឹកមាត់ណាបានស្វាយខ្ចីយកមកជ្រលក់មួយអំបិលម្ទេសហ្នឹងគឺថាមានជាប្រចាំជាមួយនឹងចានចកាលើសតបាតចានៃឆ្ងាញ់ណាស្រួយស្រេះឌីវ៉ាងនឹងដឹងគេប្រុងជើងផេលគេតាណាទេអំពុំមីងហើយមើលមុខគេនឹងអត់ដូចជាអត់សុបាយចិត្តសោះសង្ស័យខ្លាចតែប៉ាគេទៅចោលតែមិនទៅនោះចាតោះអញ្ចឹងខ្ញុំពុំមានសារទៅព្រឹកជាមួយនាងខ្ញុំទាំងអស់គ្នាហើយផងដែរគឺនាងខ្ញុំមកញ៉ាំកាទៀវដល់ទីតាំងដល់ហាងតែម្ដងដោយសារពេលទិញទៅរដងហ្នឹងគឺអត់មានគ្រឿងគ្រប់ហើយអត់ក្តៅភ្លាមឆ្ងាញ់ទេបើសិនយើងក្តៅក៏អត់ឆ្ងាញ់ដូចនៅកន្លែងដែរចានៅពេលដែលមកដល់ក្នុងហាងគឺថាមានសមាជិក 3-4 នាក់ទៅតាមជាមួយដែរដូចថាទៅណាអត់ចោលគាត់បានតែម្ដងឲ្យនៅទៀតនៅទេហើយបើថាខ្ចប់យកមកឲ្យវិញកាន់តែអត់ញ៉ាំទៀតក៏ថាអត់ឆ្ងាញ់ទេបានទៅដល់ក្នុងហាងទៅគឺថាមើលបរិយាកាសជុំវិញនេះអាយទៅអស់លីងហ្មងញ៉ាំបានច្រើនចាញ៉ាំតអស់ឥឡូវអ៊ំមីងមើលតែឆ្ងាញ់កម្រិតណាឆ្ងាញ់ខ្លាំងគេណាអ៊ំមីងចាលើកចានហត់តែម្ដងនោះទឹកកំអុយសល់អ៊ំមីងឲ្យមើលចាសម្រាប់ល្ងាចនេះផងដែរគឺនាងខ្ញុំអត់បានធ្វើម្ហូបអីឲ្យកូនញ៉ាំទេចាគឺមានតែអំពងតឡុងប្រាំងឲ្យពួកគាត់ញ៉ាំនឹងឯងដោយសារពួកគាត់ចង់ញ៉ាំបែបហ្នឹងហើយនិយាយថាក្តៅស្រួយអូយឆ្ងាញ់ខ្លាំងមែនតើអំពុំមីងឯងចាហើយសម្រាប់នាងតូចនេះគឺថាដាក់យកពួយយកតែម្ដងចាឆ្ងាញ់ពេកចានេះគឺជាអាហារពេលព្រឹកសម្រាប់អ្នកដែលអវល់ច្រើនជាមួយកូនអូយវាថាតិកតុកនឹងធ្វើអីខ្លះទេប៉ុន្តែកូនតូចចឹងឯងឲ្យមួយចូលមួយឥឡូវមានតែឡងប្រាំងពងនឹងឯងអំពុំប៉ាឌីវ៉ាចេះសប្រៃទៀតឥឡូវអំពុំមីងចាទិញស្បែកជើងយកមកដល់ហើយយើងសួរថាចង់បានស្បែកជើងអត់តោះទៅទិញស្បែកជើងតាមពិតទិញយកមកដល់ហើយស្នាដៃកូនពៅមានប៉ុណ្្នឹងឯងអំពុំមីងហើយគ្មានចេះធ្វើម្ហូបអីក្រៅពីសាមញ្ញអញ្ចឹង simple ហ្នឹងទេ